អ្នកសូមក្រាបនមស្ការថ្វាយបង្គំចំពោះប្រជុំ3នៃបត្រៃរតន៍គឺមានព្រះពុទ្ធរតនៈ1ព្រះធម្មរតនៈ1ព្រះសង្ឃរតនៈ1ដោយសេចក្តីគោរពកោតក្រែងជ្រះថ្លាកំពង់ខ្ពស់លលោសូមក្រាបនមស្ការថ្វាយបង្គំចំពោះព្រះធេរានុធេរៈគ្រប់ព្រះអង្គទាំងក្នុងនិងក្រៅប្រទេសសូមចម្រើនពរញោមញាតិទាំងក្នុងនិងក្រៅប្រទេសដោយសេចក្តីនឹករលឹកដោយសេចក្តីរាប់អានថ្ងៃនេះគឺជាថ្ងៃប្រហោះខែឧសភាឆ្នាំ2026អាត្មាភាពសូមជូនបុណ្យថ្លែងអំណរអគុណចំពោះញោមឧបាសិកាឆែមសវីនិងកូនចៅរស់នៅសហរដ្ឋអាមេរិកបានចូលរួមប្រគេនបច្ច័យចំនួន$150ដែរហើយថាវិការបច្ច័យនេះគឺខ្ញុំគណៈអាត្មាចាត់ចែងមួយចំណែកទឹកភ្លើងនិងចង្ហាន់ហើយនឹងការកសាងហើយអរគុណចំពោះញោមឆែមសាវីនិងកូនចៅប្រុសស្រីញោមឆែមសាំងអៀននិងភរិយាព្រមទាំងកូនចៅប្រុសស្រីហើយញោមសេរីញោមញាតិទាំងអស់ទាំងណាដែលធ្លាប់មានស្នាដៃចូលរួមកសាងនៅទឹកដីវត្តព្រៃខ្ពស់តាំងពីកសាងសូឡាប្រពុតបរិមាទេប្រណមប្រពុទ្ធរូបកសាងរោងចាក់ដីចង្ហាន់ឬប្រគេនទំនុកបំរុងបច្ច័យ4ប្រសង់ហើយនឹងកសាងសមិទ្ធផលថ្មីក្នុងឆ្នាំ2026នេះដោយអំណាចបុណ្យធម្មទានអមិសទានខ្ញុំប្រគណាសូមជូនពរជូនបុណ្យដល់ញោមឆែមសវីនិងកូនចៅប្រុសស្រីសូមបានទទួលសម្បកបនឹងពុទ្ធពរព្រះ4ប្រការគឺអាយុវណ្ណៈសុខៈពលៈនិងសម្បត្តិ3សម្បត្តិមនុស្សសម្បត្តិទេវតាសម្បត្តិអស្ចារ្យព្រះនិព្វានញោមញាតិប្រាថ្នានៅសម្បត្តិណាក៏សូមឲ្យបានសម្រេចដូចបំណងប៉ងប្រាថ្នាទាំងសម្រាប់ទឹកដីវត្តព្រៃខ្ពស់ខ្ញុំគណៈអាត្មាកាត់តវីដេអូនេះគឺញាតិញោមបានតាមដានសកម្មភាពក្នុងការកសាងចណ្ដើចុះស្ទឹងហើយកន្លែងចាក់ដីនេះគឺចាក់រួចហើយញាតិញោមចាក់សាបគឺចណ្ដើនេះនៅខ្វះប្រកាន់ដៃសម្រាប់បង្ហើយនេះគឺនៅលើប្រកាន់ដៃហើយនឹងខ្លួននាគក្បាលនាគនេះញោមណាបើស្ថាបនាចណ្ដើចុះស្ទឹងដែលមានបណ្ដោយ12ម៉ែត្របើគិតជាកម្ម24កម្មទៅដល់បាត់ស្ទឹងហើយសមិទ្ធផលក្នុងការកសាងនេះញាតិញោមបានទស្សនាតាមរយៈដ្រូននេះផងដែរគឺបានឧបត្ថម្ភដោយញោមឌឿនផែនភិតបងប្អូនញោមបាំងប្អូនញោមសម្បូរពុទ្ធណយបងហ្នឹងគឺញោមញាតិណាបងគាត់ប្រគេនដ្រូនទេណាខ្ញុំកណាអាត្មាថតហើយសម្រាប់ញោមញាតិដែលស្គាល់ខ្ញុំកណាអាត្មាទាំងអស់ញាតិញោមណាទាំងអស់ណាហើយសម្រាប់កសាងបន្តគឺញាតិញោមបានទស្សនាតាម page តាម Facebook ឬគឺ channel YouTube ញាតិញោមមានសទ្ធាណាចូលរួមបន្តហើយអរគុណណាស់ញាតិញោមឲ្យប្រចាំខែថ្លៃទឹកភ្លើងចង្ហាន់ទីវត្តស្រុកស្រែជនបទនេះគឺខ្ញុំកណាអាត្មាពិបាកដែរញាតិញោមទំនុកបំរុងណាកូនសិស្សប្រសង់សិក្សារៀនសូត្រផងហើយស្ថាបនាទីវត្តនេះឲ្យរីកចម្រើនតែមិនអាចដូចគេទេញាតិញោមឲ្យទីវត្តស្រុកស្រែនោះបងហើយក្នុងមួយខែចំណាយច្រើនញាតិញោមណាបងចំណាយច្រើនចឹងសូមញាតិញោមណាបងចូលរួមហើយរោងបាយនេះណាគឺបណ្ដោយ12ម៉ែត្រទៅតឹង9ម៉ែត្រទៅសល់10ក្នុងមួយដើម$100
ទៅតែបានសសរមួយគឺញោមម៉ាក់នូនឧត្តរបញ្ញានិងស្វាមីនិងកូនចៅគាត់បានចូលរួមសសរមួយនឹងចាក់ដីគ្រោះក្រហមហើយចំដៅចុះស្ទឹងនេះញោមញាតណានេះគឺញាតញោមឃើញទស្សនាឃើញកម្មហ្នឹងញាតញោមហ្នឹងហើយឃើញកម្មហើយខ្ញុំកណាអាត្មាមកគង់នៅទីនេះតាំងពីឆ្នាំ2019ដែលចេញពីភ្នំពេញមកគឺប្រឹងតែអភិវឌ្ឍវត្តនេះចាក់ដីគ្រាន់តែចាក់ដីជាង1000ឡានហើយញាតិញោមទាំងឆ្នាំនេះខ្ញុំកណាអាត្មាចាក់500ឡានដែរជីកដីធ្វើស្រះចាក់ហើយការសមិទ្ធផលជាងសំណង់ឬក៏ខ្ចីទិញជីវគេនឹងដីអីញាតិញោមជឿគេញាតិញោមជឿទៅញាតិញោមចូលរួមមក100 1រៀល1000 2000 10000 20000ទាំងលុយខ្មែរលុយបាតលុយដុល្លារគឺខ្ញុំកណាអាត្មាក៏យកទៅសងគេម្ដងបន្តិចយកតម្រាំរួចអស់គឺច្រើនដែរមួយខែ2ខែតម្រួចអស់ញាតិញោមមុននឹងបញ្ចប់សូមជូនពរជូនបុណ្យដល់ញោមញាតិប្រុសស្រីជាពិសេសគឺញោមឆែមសវីញោមឆែមសង្អៀនញោមសេរីនិងក្រុមគ្រួសារកូនចៅទាំងអស់ទៀតណាឆ្នាំថ្មីនេះសូមឲ្យមានប្រសុខភាពល្អជាបរោគាជំងឺឈឺដង្កាត់ទាំងឡាយឲ្យបានជាសះស្បើយអាយុវែងយឺនយូរជាង100ព្រះវស្សាទៅទីណាក៏ជួបតែសពបរោះទេវតាតាមថែរក្សាឲ្យញោមទាំងអស់ឲ្យមានប្រសុខភាពល្អអាយុយឺនយូរកូនចៅក៏ប្រកបទៅដោយធัวទៀតតិចចំ3បាច់ញោមទាំងកូនចៅប្រុសស្រីទាំងអស់ទៀតណាដោយអំណាចបុណ្យនេះផងដែរទៀត